ទោះស្អីណាគ្នាថ្ងៃនេះយើងមកតភាពរបស់យើងទេគ្នារឿង Hunter ណាគ្នាចាប់ផ្ដើមរឿងពីមុនរបស់យើងហ្នឹងគេថាអាក្រណាឃ្លូរបស់យើងក៏ចាប់ផ្ដើមផងហាត់ក្បាច់គុណស៊ូណាមីដ៏អស្ចារ្យជាមួយនារីសក់លឿងរបស់យើងចឹងដែលនារីសក់លឿងរបស់យើងហ្នឹងគឺជាគ្រូបង្វឹកទៅលើពួកគេចឹងដោយសារតែអាក្រណាឃ្លូរបស់យើងថាចង់ចេះកំដាប់ដៃឥតសមររន្ទះបាញ់ចឹងដែលនារីសក់លឿងរបស់យើងគឺពិតជាខ្លាំងមែនតើដោយសារនាងចេះក្បាច់គុណច្រើនចឹងបានគេហ្នឹងគេចាប់ផ្ដើមមករៀនអាក្រណាឃ្លូយកតែម្ដងដែលនារីសក់លឿងរបស់យើងបានអាក្ររបស់យើងរត់ដេញចាប់ទៅលើសត្វចម្លែកម្យ៉ាងចឹងដើម្បីទទួលបានកាតស៊ូណាមីដ៏អស្ចារ្យចឹងចំណាឃ្លូរបស់យើងកំពុងប្រកួតជាមួយនឹងកង្កែបស៊ូណាមីគឺកង្កែបហ្នឹងពិតជាធំខ្លាំងមែនតើប៉ុន្តែអាគីឡូរបស់យើងក៏អាចចាត់ការទៅលើកង្កែបហ្នឹងបានចាហើយពួកគេពិតជាសប្បាយចិត្តរីករាយខ្លាំងមែនតើចាដែរអាកលមកយើងក៏បានទៅចាប់សត្វចម្លែកម្យ៉ាងគឺជាសេពកង់មកយើងចានៅពេលដែលគេនឹងចាប់ទៅលើសេះហ្នឹងក៏តាសេះហ្នឹងបានរលីខ្សលបាត់ទៅចានៅពេលដែលសេះហ្នឹងរលីគេទទួលបានការមួយដ៏អស្ចារ្យចាណាគ្នាដែលនៅលើកោះស៊ូណាមីរបស់យើងហ្នឹងពិតជាលយខ្លាំងមែនតើចានៅពេលដែលគេនឹងចាត់ការទៅលើសត្វចម្លែកម្យ៉ាងហ្នឹងគឺគេនឹងទទួលបានការដ៏អស្ចារ្យមួយសន្លឹកចាណាគ្នាដែលនារីសក់លឿងរបស់យើងបានបង្ហាត់បាច់គុណកំដាប់ដៃអត់សមទៅលើអាកលណាឃ្លូរបស់យើងដោយនាងបានប្រាប់ថាឲ្យអាកលណាឃ្លូរបស់យើងប្រាប់ថាអពូននឹងយឺតនោះគឺថាគេនឹងទទួលបានរងដើម្បីដ៏ខ្លាំងអស្ចារ្យដែលធ្វើអាកលណាឃ្លូរបស់យើងពិតជាឆ្ងល់ខ្លាំងមែនតើដោយសារគេនឹងថាអត់តន់យល់ពីនារីសក់លឿងរបស់យើងទេដែលនារីសក់លឿងរបស់យើងបានប្រាប់ទៅលើគេថាឲ្យគេនឹងតាំងសមាធិដ៏អស្ចារ្យស៊ូណាមីចឹងដើម្បីអាចគ្រប់គ្រងទៅលើថាអពូរបស់គេបានហើយពេលនោះក៏ថានារីសក់លឿងរបស់យើងបានវាយទៅលើអាកលរបស់យើងតាមមិនតិចទេបណ្ដាធ្វើអាកលរបស់យើងក៏ថាប្លង់ជាង200លានម៉ែត្រចឹងណាគ្នាបណ្ដាធ្វើឲ្យពួកគេមានការផ្ញើផ្អើលខ្លាំងមែនតើដោយសារនារីសក់លឿងរបស់យើងពិតជាខ្លាំងអស្ចារ្យដែលនារីសក់លឿងរបស់យើងបាននិយាយប្រាប់ទៅលើគេថាការវាយបន្តិចរបស់នាងគឺថាទទួលបានរងនិមិត្តដ៏អស្ចារ្យនារីសក់លឿងរបស់យើងបាននិយាយប្រាប់ទៅលើអាកលរបស់យើងថាអាកលរបស់យើងគឺថាតាំងសមាធិហើយវាយមួយទើបថាអពូនហ្នឹងគឺថាបង្កើតទ្វេដងចឹងគឺថាការវាយបន្តិចរបស់គេហ្នឹងគឺថាទទួលរងនិមិត្តខ្លាំងមែនតើប្រៀបដូចជាអាគីឡូរបស់យើងគឺថាយកប៉ែតែជីករូងភ្នំចឹងណាគ្នាដែលនារីសក់លឿងរបស់យើងបាននិយាយប្រាប់ទៅលើគេថាឲ្យគេហ្នឹងគឺថាខិតខំព្យាយាមវឹកហាត់ចឹងទើបគេនឹងទទួលបានជោគជ័យចឹងណាគ្នាដែលនារីសក់លឿងរបស់យើងបានឲ្យពួកគេអាវ៉ង់ចឹងណាហើយឲ្យពួកគេហ្នឹងគឺថាប្រាថាពួកខ្យល់ស៊ូណាមីដ៏អស្ចារ្យចឹងហើយពេលនោះគឺថាអាកលណាគឺលោករបស់យើងក៏ចាប់ប្រាថាពួកខ្យល់ស៊ូណាមីដ៏អស្ចារ្យចឹងហើយគេក៏បាននិយាយថាគេគឺជាអ្នកខ្លាំងកាប់ក្តោងធ្លាក់មកពីលើមេឃចឹងដែលនារីសក់លឿងរបស់យើងក៏បានប្រាប់ទៅលើពួកគេថាឲ្យពួកគេហ្នឹងគឺថាតាំងសមាធិមួយចឹងហើយវាយទៅមុខចឹងទើបគេនឹងទទួលបានដើម្បីខ្លាំងអស្ចារ្យចឹងអាកលណាគឺលោករបស់យើងពិតជាហត់ខ្លាំងមែនតើចឹងដោយសារតែការហាត់ក្បាច់គុណរបស់គេហ្នឹងគឺថាពិតជារំបាកខ្លាំងមែនតើចឹងប៉ុន្តែពួកគេក៏ថាអត់មានការបោះបង់ទេដោយសារគេនឹងចង់ចេះក្បាច់គុណកំណាប់ដៃឥតសមោស៊ូណាមីចឹងហើយពេលនោះគឺថាអាកលណាគឺលោករបស់យើងក៏ចាប់ផ្ដើមហាត់ក្បាច់គុណដ៏អស្ចារ្យហ្នឹងដល់គេនឹងគឺថាវាយយឺតទេប៉ុន្តែការទទួលដំណេកហ្នឹងគឺថាពិតជាខ្លាំងអស្ចារ្យចឹងដែលនារីសក់លឿងរបស់យើងកំពុងមើលគេហាត់ក្បាច់គុណស៊ូណាមីដ៏អស្ចារ្យចឹងគឺជាកំណាប់ដៃឥតសមោរន្ទះបាញ់ចឹងណាគេថាពេលនោះគឺថាពួកគេក៏ចាប់ផ្ដើមរៀនក្បាច់គុណនឹងឆាប់ចេះខ្លាំងមែនតើចឹងបណ្ដាធ្វើឲ្យនារីសក់លឿងរបស់យើងគឺថាពិតជាសរសើរលើពួកគេខ្លាំងមែនតើដោយសារគេនឹងគឺថារៀនឆាប់ចេះចឹងហើយពេលនោះតានារីសក់លឿងរបស់យើងក៏បានប្រាប់ទៅលើពួកគេថានៅពេលនេះគេថាគេនឹងត្រូវមានមីសិនធ្វើទៀតចឹងដើម្បីខ្លាចទៅជាអ្នកក្លាហានកំដាប់ដៃអត់សមោចឹងណាគ្នាបន្ទាប់មកនាងក៏ចាប់ផ្ដើមយកដុំមកក៏បានប្រើថាពោដ៏អស្ចារ្យចឹងឲ្យគេនឹងគេថាវាយដុំមកបែកខ្ទេចខ្ទីអស់តែម្ដងដែលអាខីឡូរបស់យើងក៏ថាពិតជាខំប្រឹងខ្លាំងមែនតើចឹងដោយសារគេនឹងចង់ខ្លាចទៅជាអ្នកក្លានកំដាប់ដៃអត់សមោធ្លាក់មកពីលើមេឃចឹងណាគ្នាគេថាអាខីឡូរបស់យើងក៏ថាខំនឹងបាសជើងយ៉ាងតែម្ដងដោយនារីសក់លឿងរបស់យើងក៏បានប្រាប់ទៅលើពួកគេថាកុំឲ្យពួកគេនឹងបង្ខំខ្លាំងពេកចឹងហើយពេលនោះក៏ថានារីសក់លឿងរបស់យើងក៏បានដាក់មីសិនឲ្យគេធ្វើទៀតណាដែលពួកគេនឹងថាវងចឹងណាគ្នាបន្ទាប់មកថាអាកលណាគ្រូរបស់យើងក៏ចាប់5ប៉ាវស៊ីងជុងតែម្ដងតែពេលដែលគេនឹងចាញ់គឺគេនឹងទទួលការវងចឹងណាគ្នាបន្ទាប់មកថាគ្រូរបស់យើងបានចាញ់បន្ទាប់មកថាគ្រូរបស់យើងក៏ចាប់5វងតែម្ដងដែលនារីសក់លឿងរបស់យើងបាននិយាយប្រាប់ទៅលើពួកគេថាការវាយយឺតគឺថាទទួលរងនិមិត្តដ៏ខ្លាំងអស្ចារ្យចឹងបន្ទាប់មកនាងក៏បានសាកអាគីឡូរបស់យើងបានដៃប្លង់ជាង200លានម៉ែត្រតែម្ដងកាត់មករូងភ្នំចម្លែករបស់យើងក៏ថាមានមនុស្សច្រើនខ្លាំងមែនទែនដោយសារពួកគេនឹងគឺជាអ្នកខ្លាំងដ៏អស្ចារ្យកប់ក្តោងចឹងដែលពួកគេនឹងចាប់ផ្ដើមប្រជុំគ្នាយកតែម្ដងដោយពួកគេនឹងកំពុងនិយាយភាសាគ្នារឿងការឆ្លងពេលវេលារបស់លោកស្រះចារបស់យើងចឹងណាគ្នាដោយប្រូសក់ក្រហមរបស់យើងក៏បាននិយាយប្រាប់ទៅលើគ្នាមកគេនឹងថាគេនឹងគឺជាអ្នកខ្លាំងកប់ក្តោងធ្លាក់មកពីលើមេឃឲ្យក្រុមពួកគេនឹងហូរពេញចឹងតែម្ដងហើយពេលនោះក៏ថាមានបារោះស៊ូណាមីរបស់យើងក៏បាននិយាយក្តែងថាគេនឹងគឺជាអ្នកខ្លាំងដ៏អស្ចារ្យស៊ូណាមីកាប់ក្តោងចឹងដោយសារគេនឹងថាមានថាពោខ្លាំងមែនតើដោយបានប្រាប់ទៅលើពួកគេថាឲ្យស្ដាប់បញ្ជាទៅលើគេចឹងហើយពេលនោះក៏ថាបរមអ្នកក៏បានចាប់ផ្ដើមវាបហាទៅលើអាបរមម្នាក់ហ្នឹងប៉ុន្តែពេលនោះក៏ថាបរមម្នាក់ក៏បានចាត់ការទៅលើគេស្ពេចក្តោបបាត់ទៅបណ្ដាធ្វើឲ្យគ្នាម្នាក់ក៏ថាមានការភ្ញាក់ផ្អើលខ្លាំងមែនតើចឹងដោយសារបរមម្នាក់ហ្នឹងក៏ថាមានដាតដៃកំអែលភ្លើងចឹងដោយបរោះស៊ូណាមីរបស់យើងក៏បាននិយាយប្រាប់ទៅលើពួកគេទាំងអស់គ្នាថាបើសិនជាមានណាគេប្រឆាំងទៅលើគេនឹងគេនឹងកំចាត់ទៅលើម្នាក់ហ្នឹងចោលចឹងគ្នាបន្ទាប់មកបណ្ដាធ្វើម្នាក់មានការភ័យខ្លាចទៅលើបរោះហ្នឹងខ្លាំងមែនតើដោយសារគេនឹងគឺជាអ្នកខ្លាំងកប់ក្តោងធ្លាក់មកលើមេដ៏អស្ចារ្យស៊ូណាមីចឹងបន្ទាប់មកក៏ថាបរមម្នាក់ហ្នឹងក៏បាននិយាយប្រាប់ទៅលើគ្រប់គ្នាថាបើសិនជាមានណាគេប្រឆាំងទៅលើគេនឹងគេនឹងកំចាត់ចោលតែប៉ុណ្ណោះបន្ទាប់មកគឺក៏ចាប់5ដាក់ក្របបែកចូលនៅលើពួកគេចឹងបណ្ដាធ្វើឲ្យពួកគេម្នាក់មានការភ្ញាក់ផ្អើលភ័យខ្លាចខ្លាំងមែនតើចឹងដោយគេបាននិយាយថានៅក្របបែកហ្នឹងគេថាគេអាចកំណត់នាទីឲ្យផ្ទុះម្នាក់ស្លាប់បានចឹងណាគេបណ្ដាធ្វើឲ្យគេម្នាក់មានការភ័យខ្លាចខ្លាំងមែនតើបន្ទាប់មកក៏ថាបរោះស៊ូណាមីរបស់យើងក៏បាននិយាយប្រាប់ទៅលើគ្រប់គ្នាថាឲ្យគ្រប់គ្នាក៏ថាស្ដាប់បញ្ជាទៅលើគេចឹងដោយសារគេនឹងគឺជាមេបញ្ជាការទៅលើ
ពួកគេចាប់ពីថ្ងៃនេះទៅអញ្ចឹងគ្នាដោយបរិសុទ្ធមីបើយើងក៏បាននិយាយប្រាប់ទៅលើគ្រប់គ្នាថាបើសិនជាពួកគេនឹងធ្វើខុសទៅលើគេម្ដងគេនឹងកំចាត់ចោលទៅលើពួកគេតែម្ដងហើយពេលនោះក៏ថាបរិសុទ្ធ Starboy និងពណ៌ដែងក៏ចាប់ផ្ដើមតវ៉ាទៅលើអាបរិសុទ្ធមីរបស់យើងអញ្ចឹងហើយក៏ចាប់ផ្ដើមបើកការវាយប្រហារទៅលើអាបរិសុទ្ធមីរបស់យើងប៉ុន្តែបរិសុទ្ធមីរបស់យើងក៏ចាប់ផ្ដើមមកចេញមកទៅហើយពេលនោះតាម្នាក់មានការជ្រោកច្បល់ខ្លាំងមែនទែនដោយសារក្របបែកជាប់ទៅលើពួកគេអញ្ចឹងដោយសារគេខ្លាចទូក្របបែកហ្នឹងណាគ្នាពេលហ្នឹងតាបរិសុទ្ធកញ្ញាមកយើងក៏បាននិយាយប្រាប់ទៅលើគ្រប់គ្នាថាកុំឲ្យពួកគេនឹងជ្រោកច្បល់អញ្ចឹងដោយសារក្របបែកហ្នឹងក៏តាមមិនតាន់ផ្ទុះទេបន្តមកគេក៏ចាប់ផ្ដើមនិយាយភាសាចរចាគ្នាដើម្បីរកដំណោះស្រាយអាបរិសុទ្ធក៏ហមរបស់យើងគេថាពិតជាសោកស្ដាយទៅលើគ្នារបស់គេខ្លាំងមែនទែនដោយសារតាបរិសុទ្ធមីរបស់យើងហ្នឹងគេថាចាត់ការទៅលើគ្នារបស់គេចាគេថាចំណាយអាបរិសុទ្ធមីជាមួយនឹង Starboy របស់យើងក៏ចាប់ផ្ដើមនិយាយភាសាគ្នាចាដែលអាបរិសុទ្ធមីរបស់យើងបាននិយាយចរចាជាមួយនឹងអាបរិសុទ្ធ Starboy របស់យើងចាអ្នកគ្នាដែលអាបរិសុទ្ធ Starboy របស់យើងគេចាប់ផ្ដើមមកទាលុយទៅលើអាបរិសុទ្ធមីរបស់យើងដែលថាអាបរិសុទ្ធមីរបស់យើងគេថាជាពាក់លុយទៅលើគេការពិភពកាហ្វេថ្ងៃមុនចឹងអ្នកគ្នាបន្តមកតាអាបរិសុទ្ធមីរបស់យើងក៏ចាប់ផ្ដើមចាត់ការទៅលើអាបរិសុទ្ធ Starboy យើងចោលតែម្ដងអាបរិសុទ្ធមីរបស់យើងពិតជាខ្លាំងក្លាមែនទែនចឹងដោយសារគេចេះប្រើថាពុទ្ធដ៏អស្ចារ្យសុនមីចឹងបន្តមកគេក៏ចាប់ផ្ដើមប្រើគ្នារបស់គេគេថាយកក្បាលអាបរិសុទ្ធ Starboy របស់យើងគេថាយកឲ្យក្រុមរបស់គេមើលតែម្ដងបណ្ដាធ្វើឲ្យពួកគេម្នាក់មានការខឹងសម្មាទៅលើគេខ្លាំងមែនទែនចឹងដោយសារចាត់ការទៅលើគ្នារបស់គេចឹងអ្នកគ្នាបន្តមកតាអាបរិសុទ្ធរំពេញ3របស់យើងក៏បាននិយាយប្រាប់ទៅលើក្រុមរបស់ Starboy របស់យើងថាកុំឲ្យគេនឹងតវ៉ាបើមិនចឹងទេគេថាបរិសុទ្ធមីរបស់យើងថានឹងចាត់ការទៅលើពួកគេហើយពេលគេថាបរិសុទ្ធរំពេញ3របស់យើងក៏បានចាត់ការទៅលើអាបរិសុទ្ធសកញ្ញារបស់យើងដោយគេបានដាក់ម្ដាយទៅលើអាបរិសុទ្ធសកញ្ញារបស់យើងមិនដាធ្វើឲ្យគេមានការជឿជាប់ចាប់ខ្លាំងមែនទែនចំណែកអាធីមប៉ា Spider-Man របស់យើងគេកំពុងតែជីទុកលំហែកាយហើយរឿងរបស់យើងគេថាការចោលនៅពេលហ្នឹងឯងអ្នកគ្នាហើយអ្នកគ្នាកំពេចរងចាំទស្សនាភាពបន្តទៀតអ្នកគ្នា